ជំរាបសួរលោកគ្រូខ្ញុំឈ្មោះណាផាថ្ងៃនេះខ្ញុំមកនិយាយពី topic set up folder ហើយនិង file ខ្ញុំនិយាយពី zip unzip តាអន្តតាអញ្ចឹងខ្ញុំមកធ្វើការ zip នៅក្នុងម៉ាស៊ីនពិតរបស់ខ្ញុំហើយនៅក្នុង SSH username និង IPអញ្ចឹងបន្ទាប់ពីយើងបានអាស័យចូលហើយយើងបង្កើត folder ដែលប្រើ command mkdir អញ្ចឹងដោយសារខ្ញុំបង្កើត folder ច្រើនអញ្ចឹងខ្ញុំត្រូវដាក់មួយទៀតដាក់ command ដកពេហើយខ្ញុំត្រូវបង្កើត folder មួយទៀតហើយមាន folder មួយទៀតពី001ដល់0010បន្ទាប់មកខ្ញុំត្រូវត្រីមើលវាអញ្ចឹងយើងបានឃើញថាខ្ញុំអត់ទាន់បានបង្កើតកន្លែង 3D អញ្ចឹងខ្ញុំធ្វើការ install 3ម្ដងដោយប្រើ command sudo pip ហើយ install 3ហើយបន្ទាប់ពីខ្ញុំ install ហើយខ្ញុំត្រូវមើល command 3ម្ដងហើយឥឡូវខ្ញុំមើលឃើញហើយកន្លែងនេះ folder ពី001ដល់0010ចឹងឥឡូវខ្ញុំធ្វើការបង្កើត file នៅក្នុង folder នីមួយៗដោយប្រើ command path ហើយបន្ទាប់មកខ្ញុំត្រូវដាក់ឈ្មោះ folder នីមួយៗនៅខាងមុខបន្ទាប់មកយើងដាក់ folder ហើយដាក់ឈ្មោះ file បន្ទាប់មកយើងត្រូវបង្កើត file នៅក្នុង folder នីមួយៗចឹងឥឡូវយើងធ្វើការបង្កើត file zip ម្ដងយើងប្រើ command ហើយនឹង zip ដក zip vf ហើយឈ្មោះ file zip បន្ទាប់មកយើងត្រូវដាក់ឈ្មោះ folder ដែលយើងចង់ zip ហើយ
ហើយចុច zip ឥឡូវខ្ញុំធ្វើការ install zip សិន អញ្ចឹងឥឡូវយើងបានឃើញថាខ្ញុំ zip ហើយ អញ្ចឹងយើងប្រើ command unzip ដក L ហើយឈ្មោះ file ដែលយើងបាន zip អញ្ចឹងឥឡូវយើងបានឃើញថាយើងបាន unzip ហើយ លើយើងធ្វើការបង្កើត file តាមួយដោយដកតា vx ហើយឈ្មោះ file តាហើយកន្លែងនេះខ្ញុំត្រៀមមើលវាឥឡូវ file ខ្ញុំបានបញ្ចូលចប់ហើយមានប៉ុណ្្នឹងឯង